កន្លែងចិញ្ចឹមកង្កែបនៅក្បែរផ្ទះខ្ញុំនេះគឺដំណំមកមើលកន្លែងចឹងកែបនិយាយចំទៅឲ្យតែខានចូលទៅមើលវាតែមួយថ្ងៃពីរថ្ងៃបែរតែចំណីឲ្យអត់ទៅមើលវាគឺវាទៅពួននៅខាងក្រោមតង់អស់ចឹងហើយគោកទឹកឡើងអស់លេងនៅកន្លែងគៀនតង់ហ្នឹងឥឡូវហ្នឹងកំពុងតែមកលាងអាងវាចឹងទៅដាក់ចំណីដាក់អីឲ្យវាចឹងណាមកសម្អាតវានេះអូច្រើនណាស់ហើយទលោកនៃខ្លួនគេសិតតែផឹកខ្ញុំប៉ះនៅនេះមួយនឹងធំជាងគេគ្រាន់តែមួយនឹងចង់កន្លះគីឡូបាត់ហើយមិនមែនចង់គឺកន្លះគីឡូជាងផងដឹងគឺលើកមកឡើងក្ដុកខ្ញុំមួយទឹកឲ្យវាធំហើយវាអាខ្លះវាសាំងអាខ្លះវាមិនសូវសាំងអីដែរចឹងណាមានអាសាំងមានអត់សូវសាំងដែរនឹងច្រើនណាបើកតង់មកឃើញសតតែកង្កែបសបោណាខ្ញុំដាក់ដំបងដូចជា400-500ក្បាលដែរចាំវាណានេះខ្លះវាកប់នៅក្រោមនឹងទៀតទេខ្ញុំមកបើកមើលកប់នៅខាងក្រោមនឹងអើយដល់ហើយគេនៅក្រោមនឹងច្រើនណាលូកមកយកមកបាន1បាន2មកហើយបើអាសាមើលអាសាដូរទឹកអាសាទៅមើលវាអត់នាំគ្នាទៅនៅក្រោមហ្នឹងតែរវល់ចុះរវល់ឡើងអញ្ចឹងអត់សូវបានទៅមើលតែដាក់ចំណីបើកទឹកបាក់អីឲ្យគេរហូតដែរហ្នឹងនេះឡើងកកោកឲ្យទលុកហ្មងណាមើលក្រៅគេនៅក្រោមតង់ខ្ញុំចាប់លើកមកអូនេះហ្នឹងទលុកលោកមានតូចមានធំដែរអញ្ចឹងតែកង្កែបគេថាប្រភេទកង្កែបណារៀងត្រឹសគេថាញីកង្កែបណាដែលរៀងតូចចឹងស្គមហ្នឹងគេថាឈ្មោលញីច្រើនតែទំហំវាធំជាងកង្កែបឈ្មោលចឹងណាមកទៀតដែរគេវាមកខាងហ្នឹងទៀតដែរខ្ញុំកំពុងចាប់វាមកចាប់វាយកមកដាក់លើខាងលើគោកអស់ចឹងទៅស្រួលខ្ញុំបាញ់ទឹកបាញ់អីលាងសម្អាតកន្លែងនេះចឹងកន្លែងដាក់ទឹកវាចឹងមកមួយនោះគេទៅសងំនៅនោះខ្ញុំកំពុងដើរមកបើកទឹកឲ្យវានេះបើកទឹកដាក់ឲ្យកង្កែបនឹងតិចតែមកវិញហើយទឹកហូរមកនឹងចាប់ផ្ដើមលាងចាប់ផ្ដើមសម្អាតអាងវិញហើយខ្ញុំដងចេញចឹងទៅនេះអានេះមកសងំនៅគេនេះទៀតឡើងតលុកហើយខ្ញុំបាយកដែលប្រភេទមកខប់ភេទអីចឹងព្រោះអីនៅខាងក្រោមអាងខ្ញុំហ្នឹងវាមានមកខប់ចឹងបាយកមកខប់យកអីចេញចឹងទៅដកចេញហើយនេះទឹកណាអត់ស្អាតហ្នឹងខ្ញុំជះចេញដែរចឹងតែខ្ញុំស្ទាបខៃលោវានៅក្នុងហ្នឹងទៀតចឹងណាតែអត់ទេខ្ញុំយកវាចេញអស់មកញ៉ាំមានមួយណាលូនទៅនៅក្រោមហ្នឹងទៀតទេនៅក្រោមតង់ហ្នឹងខៃលោទឹកសកាត់វាទៅវាជាប់ចឹងណាជះទឹកលាងសម្អាតកន្លែងវានៅខ្ញុំត្រូវការឲ្យវានៅទឹកស្អាតទឹកសឲ្យដែរអញ្ចឹងណាកាលណាទឹកវានៅទឹកស្អាតទឹកសខ្លួនវាក៏ស្អាតដែរវានៅមានកកមានអីផុកអញ្ចឹងខ្លួនវាអត់សូវស្អាតដែរលាងសម្អាតវាអញ្ចឹងទៅនេះចាប់លើកតង់ទៅមកចាហៀងទៀតឲ្យខ្ពស់ផុតកុំឲ្យវាចូលទៅនៅខាងក្រោមនឹងទៀតកលដាក់អីអញ្ចឹងណាហ្នឹងហើយចាប់ផ្ដើមល្ងឹតហើយបងប្អូនកាខ្ញុំលាងនឹងវានឹងងាយដែរហើយណានៅខាងក្រោមដើមឈើផងខាងលើនឹងមានធ្វើសំណាញ់ធ្វើអីត្រង់រឹកឈើដែរកុំឲ្យវាធ្លាក់ទៅត្រូវកែបធ្វើអីចឹងតែវានៅតែត្រូវចូលទៅក្នុងអាងក្នុងអីវាខ្លះដែរអញ្ចឹងវាមានស្លឹកឈើមានអីនៅពេញហ្នឹងទៅចិញ្ចឹមបែបលក្ខណៈបែបថាធម្មជាតិពាក់កដាលបែបចំណីពាក់កដាលគឺចិញ្ចឹមនឹងឲ្យចំណីវាខ្លះអីខ្លះនឹងនៅសល់ទឹកណាអត់ស្អាតខ្ញុំស្ដារចេញបន្ថែមទៀតចឹងហ្នឹងខ្លួនឲ្យធំក្នុងហ្នឹងវាមានមេកែបហ្នឹងប្រមាណហ្នឹងធំជាងគេហើយកែបនេះមានកែបដែលយើងទិញគេស្រាប់មកចិញ្ចឹមហ្នឹងក៏មានហើយមួយទៀតកង្កែបយើងដូចថាចាប់មកពីស្រែពីអីមកអញ្ចឹងយកវាមកដាក់ក៏មានមកនេះធំនេះមួយទឹកដោះក្អែលឲ្យគេនោះទលុកខ្ញុំនិយាយទលុកហ្នឹងមិនសាតែមែនតើវាធំពេកមើលកណាលណាកែបធំនេះអាទូចយើងយកដាក់ចិត្តគ្នាមើលទៅទូចហើយនឹងធំហ្នឹងគឺខុសគ្នាយកតែមែនតែនហ្មងមើលកន្លែងណាទឹកអត់ស្អាតទៀតខ្ញុំស្ដារចេញទៀតឲ្យខ្ញុំដងចាក់គេចឹងពេលវានៅមួយទឹកផុកចឹងវាអត់ស្អាតចឹងវាមានប្លោកប្រឡាក់អីខ្លួនវាខ្លះចឹងណាហ្នឹងហើយដាក់ទឹកដាក់អីឲ្យវា
លៀងសម្អាតវានៅគេនៅសងំនៅគេគល់ឈើអីនេះច្រើនគួរសមដែរហ្នឹងប្រហែល100ក្បាលជាងទុកធ្វើមេបាបន្តទៀតខ្លះអីចឹងទៅហើយដល់ខែមានកែបពងកែបអីទៀតហ្នឹងទៅទិញកូនគេមកស្រេចមកខ្លះមកចិញ្ចឹមទៀតចឹងទៅខ្ញុំចេះទឹកឲ្យវាតិចឲ្យទឹកតិចឲ្យខ្លួនគេរៀងស្អាតតិចមួយខាងនេះមានតូចមានធំតាមទំហំចឹងទៅអានេះខ្មៅចេះដាក់ទឹកឲ្យវាជ្រះដីជ្រះអីវាឡើងពណ៌សម្បុរចឹងដោយសារតែដីចឹងណាមកហើយចាប់ឲ្យបងប្អូន